កាលពីព្រេងនេះមានបុរសម្នាក់មានប្រពន្ធនៅជាមួយតែពុំមានកូនដល់យូរទៅប្រពន្ធនោះលួចមានសហាយនាំមកដេកជាមួយក្នុងផ្ទះតែសពថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យជ្រកនៅក្រោមដើមឈើមួយដែលមានខ្ទមញាក់តាប្រពន្ធរៀបអីវ៉ាន់ទៅប៊ុនញាក់តានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្រោមដើមឈើដែលមានខ្ទមញាក់តាប្តីឃើញប្រពន្ធដើរទៅខ្ទមញាក់តាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីនៅខ្ទមញាក់តានេះគិតហើយក៏ចូលទៅពួនក្រោយដើមឈើលបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅឧទានធូបហើយនិយាយបួនអ្នកតាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយឃ្លោកប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយដើមឈើថាបើនាងមានសហាយហើយចង់ឲ្យអានកាច់កប់ប្តីនាងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរឹកមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនាងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលរកទិញបានមេមន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីឲ្យស្លាប់ហើយនឹងយកសហាយលុះដល់ប្រលប់ប្តីមកជីដំឡូងដល់ហើយសួរថាគេហាអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយទាំងមន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់មន់ហើយធ្វើជាឈឺដេកធ្ងរហឺមេអណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឮធ្ងរឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯបុរសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀតប្តីបានឃើញតែធ្វើជាមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាមួយទឹកបន្តិចនឹងហាស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអណាស់ត្បិតត្រូវនឹងពាក្យដែលទៅប៊ុនញាក់តាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តៅនោះប្រពន្ធឮប្តីដូច្នោះក៏យកក្អមចិនទៅដងទឹកប្តីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើងដើរទៅយកទឹកពុះមួយខ្ទះនោះទៅស្រោចលើសហាយនៅខំពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺធ្ងរហឺធាតមេនោះវិលពីដងទឹកវិញមើលទៅឈឿនសហាយត្រូវទឹកក្តៅរុញសរសៃដោយគេដកកចេញពីពាងមកក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅវាមិនទាន់ដេកទេអានោះនៅឆ្ងក់ក៏ដែរមេនោះយកដៃទៅចាប់ច្រមុំទៅត្រូវស្លឹកត្រចៀករហែកជ្រូទាំងសក់បានដឹងជាប្តីស្រោចទឹកក្តៅស្លោសហាយទៅហើយក៏ពុំស្ដីយកគ្របពាងមកគ្របហើយយកទឹកមកឲ្យប្តីងូតឯប្តីក៏ពុំស្ដីទឹកក៏ពុំងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលដេកទៅលុះព្រឹកប្រហាមឡើងមេនោះពុំដឹងធ្វើដូចម្ដេចនឹងយកខ្មៅចេញឲ្យរួចផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលុបលួចអីវ៉ាន់អ្នកផងតែសពថ្ងៃគ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មៅចេញពីផ្ទះអញទៅចៅក្នុងព្រៃឲ្យបានគិតហើយក៏ដាក់ខ្ចីសម្ពុតហូលអាវព្រែគេយកមកហៅជុំផ្ទះឯចៅចឹង4នាក់នោះឃើញហើយគិតថាជើមេនេះមានណាស់តាយកនេះយើងនឹងទៅលួចវាឲ្យបានគុំខានសពថ្ងៃយើងស្មានតែវាក្រឯមេនោះក៏ហៅសម្ពុតហៅអាវព្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចង់រឹតរួតពាងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលមកសែងយកទៅឯចៅទាំង4លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងអស់នោះពុំឃើញតែពាងមួយចង់មាត់ចាប់បើកពុំរួចចៅទាំង4និយាយគ្នាថារបស់អស់នេះវាដាក់ក្នុងពាងនេះហើយបើដូច្នេះយើងត្រូវសែងពាងថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើលអាមួយលូកដៃទៅត្រូវសក់ថាវើយសូត្រដកដៃចិនអាមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿក៏លូកដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចៅទាំង4គិតគ្នាថាយើងខ្លំមើលមេនោះបើឃើញវាដាល់ម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀត
ជួនជាថ្ងៃមួយមេនោះចុះទៅទិញអីវ៉ាន់ដែលបិទមានសំប៉ោតើបនឹងមកពីស្រុកក្រៅមេនោះដល់ពាក់កណ្ដាលផ្លូវក៏ជួនចៅទាំង4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាអូយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាបប្រាក់ពីនាយសំប៉ោដូច្នេះមកអញ្ជើញទៅនឹងខ្ញុំទាបប្រាក់បានចែកគ្នាចាយលេងចៅទាំង4ឮថាវាទៅទាបប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្តាំចៅទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោចដៃនោះអ្នកចុះទៅចុះបាងប្រាក់ហើយមេនោះនិយាយផ្ដាំចោលទាំង4នាក់ហើយក៏ចូលទៅសំពៅនិយាយនឹងនាយសំពៅលក់ចោលទាំង4នាក់វាថាចោលនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថានោះណោវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់វាដាក់ច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់រួចបាននាយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់ថ្លៃ2ណាននាយសំពៅឲ្យ1ណានកន្លះវាក៏ព្រមលក់ហើយចេញក្រៃបកដៃហៅចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ស្រាប់តែនាយសំពៅប្រែមនុស្សឲ្យចាប់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវចូលជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះឯចៅ4នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជើមេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចៅភ្លុកព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចៅ3នាក់ឡើងដេកលើមែកដោយខ្លួនចៅម្នាក់ឡើងទៅក៏ជួនមេនោះនៅលើជង្គឈើអាចៅនោះថាហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់តែបញ្ឆោតយើងឥឡូវហងឯងរត់ជក់បើរួចមេនោះលើកប្រាក់បង្ហាញហើយខ្សឹបថាហើយអ្នកកុំស្ដីកុំឲ្យអ្នកទាំង3នាក់ដឹងយើងត្រូវយកគ្នាជាប្តីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំធ្វើបាបខ្ញុំធ្វើអីអាចៅឮដូច្នេះក៏មិនស្ដីខិតចូលទៅជិតលូកដៃអោបគៀកមេនោះថាប្អូនឯងហៅប្រាជ្ញាធំបញ្ឆោតបង2ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារប្រេងសំណាងយើងនិយាយហើយក៏អោបថើបមេនោះពុំប្រកែកហើយថាខ្ញុំក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយអាចៅនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើម្ដេចមេនោះថាបើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិតអណ្ដាតគ្នាទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចៅនោះមេនោះខំអណ្ដាតអាចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើជង្គឈើធ្លាក់ដល់ដីស្រែកឮតែលលុលឯចៅ3នាក់គិតស្មានថានាយសំពៅចាំចាប់ក៏លោតពីមែកឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាយើងរត់នាយសំពៅដេញហើយអាចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតនិយាយមិនច្បាស់ឮតែលលុលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាស់អាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយទៅ